ទស្សនិកជនជាទីមេត្រីជនជាតិនិមួយសុទ្ធតែមានពិធីបុណ្យចូលឆ្នាំថ្មីតាមការគណនារៀងៗខ្លួនប្រសិនបើគិតតាមប្រតិទិនសកលឆ្នាំថ្មីនឹងចាប់ផ្ដើមនៅថ្ងៃទី1ខែមករាចំណែកឯបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិវៀតណាមនិងហួាគឺចាប់ផ្ដើមនៅថ្ងៃទី1ខែទី1តាមច័ន្ទគតិប៉ុន្តែសម្រាប់ជនជាតិខ្មែរវិញជារៀងរាល់ឆ្នាំពិធីបុណ្យចូលឆ្នាំថ្មីតែងតែបានប្រារព្ធឡើងនៅថ្ងៃទី13ឬ14ដល់ថ្ងៃទី16ខែមេសាតាមសូរិយគតិសកលហើយពេលវេលាដែលចូលមហាសង្ក្រាន្តក៏មិនកំណត់ម៉ោងជាក់លាក់និងតែងតែប្រែប្រួលមួយឆ្នាំទៅមួយឆ្នាំផងដែរហេតុអ្វីបានជាកាលបរិច្ឆេទនិងពេលវេលាចូលមហាសង្ក្រាន្តមិនទៀងទាត់ដូចនេះដើម្បីយល់កាន់តែច្បាស់សូមអញ្ជើញទស្សនិកជនតាមដានទស្សនាដូចតទៅបុណ្យចូលឆ្នាំថ្មីគឺជាពិធីបុណ្យប្រពៃណីធំបំផុតរបស់ជនរួមជាតិខ្មែរតាក់ទងទៅនឹងរឿងព្រេងនិទានធម្មបាលកុមារដែលជាអតីតជាតិរបស់ព្រះសម្មាសម្ពុទ្ធរឿងដំណាលថាធម្មបាលកុមារមានប្រាជ្ញាឆ្លៀសវៀងវៃចេះចប់ស្ទាត់គម្ពីរត្រៃវេទនិងមានសមត្ថភាពពិសេសអាចស្ដាប់យល់ភាសាសត្វបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់កុមារនេះបានលើដល់កបិលមហាព្រហ្មធ្វើឲ្យព្រះព្រហ្មយាងចុះមកផ្ដល់ប្រស្នាដាក់ជីវិតចំនួន3ខក្នុងរយៈពេល7ថ្ងៃដោយមានលក្ខខណ្ឌថាបើនរណាចាញ់ត្រូវតែកាត់ក្បាលខ្លួនឯងអស់រយៈពេល6ថ្ងៃកន្លងផុតទៅធម្មបាលកុមារនៅតែរកចម្លើយមិនឃើញក៏អស់សង្ឃឹមយ៉ាងខ្លាំងហើយសម្រេចចាត់រត់គេចខ្លួនលុះរត់ទៅដល់ក្រោមដើមត្នោតមួយដើមធម្មបាលកុមារក៏បានសម្រេចនៅទីនោះពេលនោះដោយចេះស្ដាប់ភាសាសត្វធម្មបាលកុមារក៏បានស្ដាប់ឮសត្វអន្ទ្រីញីឈ្មោលនិយាយគ្នាអំពីសេចក្តីស្លាប់របស់ខ្លួននិងចម្លើយរបស់ប្រស្នានោះទីបំផុតធម្មបាលកុមារអាចឆ្លើយប្រស្នាទាំងនោះបានយ៉ាងត្រឹមត្រូវចំណែកឯកបិលមហាព្រហ្មក៏ត្រូវកាត់សេរសាខ្លួនឯងតាមកិច្ចសន្យាកបិលមហាព្រហ្មហ្នឹងកាលហ្នឹងវាមានអំណាចណាស់កាលណាអ្នកណាមិនគោរពទៅគឺថាបើកបិលមហាព្រហ្មសន្យានឹងធម្មបាលបើកាលណាចាញ់នឹងកាត់ក្បាលខ្លួនឯងហ្នឹងបើជានៅធម្មបាលដល់ទីបញ្ចប់ហ្នឹងចេញធម្មបាលពីព្រោះធម្មបាលអ្នកកាន់ពុទ្ធសាសនាហើយដូច្នេះកបិលមហាព្រហ្មជាព្រហ្មញ្ញសាសនាដូច្នេះហើយកបិលមហានឹងចាញ់ក៏កាត់ក្បាលរបស់ខ្លួននឹងបើជាធម្មបាលនឹងដាក់ខ្លួនឯងហើយបើថាចូលទៅក្នុងសមុទ្រនឹងរីងស្ងួតហើយបើកាលនេះគួរឯងទៅលើអាកាសនឹងគ្មានភ្លៀងគ្មានអីអស់ដូច្នេះត្រូវតែកូនស្រីនឹងដាក់ក្នុងពេនមេះហើយយកទៅទុកក្នុងកោទុកក្នុងលើភ្នំព្រះសុមេរុនឹងជារៀងរាល់ឆ្នាំដង្ហែដល់ចូលឆ្នាំតែដង្ហែក្បាលព្រំនេះយកមកដង្ហែមិនដំបងផាត់គឺព្រឹកសេរីទៅត្រង់ណាហើយចម្លើយរបស់ធម្មបាលកុមារសម្រាប់សំណួរហ្នឹងគឺនៅត្រង់មុខតែបើយើងយកទៅតាមខ្លឹមសារនៃរបស់ពាក់មុខក្នុងខ្មែរយើងគេចៃបាលីគឺមាត់មុខក្នុងទីនេះគឺមាត់ប៉ុន្តែលោកយកតំណាងទាំងអស់ហ្នឹងដាក់ប្រើថាមុខមកវិញព្រឹកឡើងយើងត្រៀមរាល់លក្ខណៈសម្រាប់យើងនិយាយស្ដីចរចាហើយនឹងត្រៀមពាក់សម្ដីយើងមិននឹងធ្វើការនានាទាំងអស់សេរីក្នុងទីនេះគឺបានដល់សេរីមុខគឺសេរីមាត់ខ្លឹមសារទី2នៅត្រង់ដែលថាថ្ងៃត្រង់សេរីនៅត្រង់ណាគឺទ្រូងទីនេះគឺលោកសំដៅដល់អីបេះដូងគឺចិត្តយើងណាបើចឹងមានន័យថាបើតើទៅដល់វាចាបើតើទៅដល់ចិត្តទី3គឺយប់គឺសេរីសុខស្ដីនៅត្រង់ជើងប៉ុន្តែបើតាមការប្រៀបធៀបគឺត្រង់រាងកាយយើងទាំងមូលបានគេថាមិននឹងយើងឡើងគេងយើងចម្រាស់រាងកាយឲ្យបានស្អាតភូផងព្រោះតើតដល់រាងកាយយើងទាំងមូលបើចឹងសរុបឲ្យសេចក្ដីមកយើងយកទៅតាមនឹងដូនតាយើងអប់រំយើងតាំងពីកាយតាំងពីវាចាតាំងពីចិត្តខ្លឹមសារនៅក្នុងប្រវត្តិរឿងប្រវត្តិចូលឆ្នាំនោះវាមានអត្ថន័យបង្កប់នៅលក្ខណៈវប្បធម៌នៅនឹងហើយអប់រំប៉ុន្តែបើតាមការសង្កេតរបស់ខ្ញុំ
ការអប់រំរបស់ដូនតាយើងរបៀបប្រយោលបែបជាប្រស្នាមិនមែននិយាយត្រង់ទេ សង្ក្រាន្តមានន័យថាដំណើរឃ្លាតចាស់ទីឬការឈានចូលដល់សំដៅទៅលើពេលវេលាដែលព្រះអាទិត្យធ្វើដំណើរពីមីនរាសីចូលទៅកាន់មេសរាសីដែលជាខែដំបូងនៃប្រតិទិនសុរិយគតិខ្មែរយោងតាមហោរាសាស្ត្រខ្មែរការគិតគូរឆ្នាំថ្មីគឺមិនផ្អែកទៅលើវដ្តនៃព្រះច័ន្ទដូចជាច័ន្ទគតិនោះទេគឺគិតតាមវដ្តនៃព្រះអាទិត្យកាលពីសម័យបុរាណពិធីបុណ្យចូលឆ្នាំថ្មីខ្មែរតែងតែប្រារព្ធធ្វើឡើងនៅខែមេគសេតាមច័ន្ទគតិក្រោយមកដោយកត្តាមិនអំណោយផលជាច្រើនទើបពិធីបុណ្យនេះត្រូវបានប្រារព្ធតាមសុរិយគតិវិញធម្មតាខ្មែរយើងបែបពុទ្ធសាសនាក្តីបែបទំនៀមទម្លាប់របស់ខ្មែរក្តីភាគច្រើនក៏យកច័ន្ទគតិជាថ្ងៃកំណត់សម្រាប់ធ្វើពិធីកិច្ចនានាប៉ុន្តែបើតាមការសង្កេតសម័យហ្នឹងប្រហែលជាខ្មែរយើងវាតតងទៅដល់វប្បធម៌កសិកម្មគឺស្រូវស្រែហ្នឹងប្រហែលជាវាមិនតាន់បានប្រមូលផលហើយជាស្រេចបើជុំវាតតងដល់ពេលស្រូវវាមិនហើយគឺតតងដល់សេដ្ឋកិច្ចកន្លែងធ្វើហើយនឹងពេលវេលាមិនអំណោយផលដោយសារតែកត្តាមិនអំណោយផលទាំងអំបានហ្នឹងកាត់បង្វែរបីចូលឆ្នាំហ្នឹងមកពីមេគសេទៅជាខែមេសាដូចដែលយើងធ្លាប់ឃើញជារៀងរាល់ឆ្នាំពិធីបុណ្យចូលឆ្នាំថ្មីតែងតែប្រារព្ធឡើងនៅពាក់កណ្ដាលខែមេសាតាមសុរិយគតិដែលមានរយៈពេល3ឬ4ថ្ងៃយោងតាមការគណនារបស់ហោរារយៈពេលនៃពិធីបុណ្យចូលឆ្នាំថ្មីគឺអាស្រ័យទៅលើពេលវេលាចូលនៃមហាសង្ក្រាន្តប្រសិនបើពេលវេលាចូលមហាសង្ក្រាន្តចន្លោះពីក្រោយម៉ោង12អាធ្រាត្រដល់ម៉ោង8យប់ឆ្នាំនោះពិធីបុណ្យចូលឆ្នាំថ្មីនឹងមានរយៈពេល3ថ្ងៃប៉ុណ្ណោះតែប្រសិនបើមហាសង្ក្រាន្តចូលដល់ចន្លោះពីម៉ោង8យប់ដល់ម៉ោង12អាធ្រាត្រពេលនោះព្រះអាទិត្យមិនតាន់កោចរផុតពីមីនរាសីចូលដល់មេសរាសីហេតុដូច្នេះតើបតម្រូវឲ្យមានវណ្ណបត្តិ2ថ្ងៃបានជាឆ្នាំខ្លះមានថ្ងៃចូលឆ្នាំដល់ទៅ4ថ្ងៃហើយគឺមិនមែនឲ្យតែ4ឆ្នាំម្ដងមានចូលឆ្នាំ4ថ្ងៃនោះទេចំពោះការបរិច្ឆេទចាប់ផ្ដើមពិធីបុណ្យចូលឆ្នាំថ្មីពីថ្ងៃទី14ខែមេសាតាមសុរិយគតិសកលពេលបច្ចុប្បន្ននេះគឺគ្រាន់តែជាការបរិច្ឆេទប្រហាក់ប្រហែលប៉ុណ្ណោះព្រោះក្នុងរយៈពេលប្រមាណ70ឆ្នាំម្ដងកាលបរិច្ឆេទនេះនឹងកើនឡើង1ថ្ងៃជាក់ស្ដែងកាលពីសតវត្សមុនជាទូទៅពិធីបុណ្យចូលឆ្នាំថ្មីចាប់ផ្ដើមពីថ្ងៃ13ខែមេសាបើឆ្នាំណាមានថ្ងៃវណ្ណបត្តិ2នឹងចាប់ផ្ដើមពីថ្ងៃ12ហើយតាមដំណើរនេះក្នុងអនាគតកាលបរិច្ឆេទនេះនឹងបន្តរំកិលបន្តិចម្ដងទៅដល់ថ្ងៃ15ខែមេសានិងបន្តរំកិលទៅមុខជារៀងរហូតដោយមិននៅទេចំថ្ងៃណាមួយតាមសុរិយគតិសកលឡើយចំណុចពិសេសមួយទៀតគឺពេលវេលាមហាសង្ក្រាន្តមិនដែលទៀងទាត់ក្នុងម៉ោងណាមួយឡើយក៏តែងតែរំកិលទៅមុខជាបន្តបន្ទាប់ប្រសិនជាឆ្នាំបច្ចុប្បន្នសង្ក្រាន្តចូលនៅពេលព្រឹកឆ្នាំក្រោយនឹងចូលក្នុងពេលរសៀលឆ្នាំបន្ទាប់ចូលនៅពេលយប់ហើយឆ្នាំបន្ទាប់ទៀតនឹងចូលនៅពេលទៀបភ្លឺហើយបន្តវិលជុំសាជាថ្មីបែបនេះតរៀងទៅប្រការមួយទៀតគឺថ្ងៃក្នុងសប្តាហ៍ដែលតំណាងឲ្យបុត្រីរបស់កបិលមហាព្រហ្មទាំង7តែងបដូរវេនគ្នាតាមលំដាប់ជាទៀងទាត់ពោលគឺរំកិលទៅមុខជាបន្តបន្ទាប់ជាប់គ្នាពី1ឬ2ថ្ងៃប៉ុណ្ណោះគឺមិនដែលផ្លាស់វេនដោយច្របូកច្របល់ឡើយឆ្នាំនេះឆ្នាំថ្មីនឹងចូលចំថ្ងៃអង្គារមហាសង្ក្រាន្តចូលនៅម៉ោង 10:48 នាទីព្រឹកដូច្នេះឆ្នាំក្រោយថ្ងៃចូលឆ្នាំនឹងចូលនៅថ្ងៃពុធហើយមហាសង្ក្រាន្តនឹងចូលក្នុងពេលរសៀលម្យ៉ាងទៀតពេលចូលមហាសង្ក្រាន្តថែមទាំងបានកំណត់អំពីអរិយាបថគង់លើពិហនៈរបស់ទេពធីតាទៀតផងជាក់ស្ដែងប្រសិនបើសង្ក្រាន្តចូលនៅពេលព្រលឹមដល់ថ្ងៃត្រង់
ទេពធីតានឹងគង់ឈរលើពិហណៈពីថ្ងៃត្រង់ទៅទល់ព្រលប់ទេពធីតានឹងអង្គុយពាក់ជាងពីព្រលប់ទល់អាធ្រាត្រទេពធីតានឹងគង់ផ្ទុំបើកភ្នែកនិងប្រសិនបើចូលពីអាធ្រាត្រទៅទល់ភ្លឺទេពធីតានឹងយាងចាស់មកក្នុងអរិយាបថគង់ផ្ទុំធ្មេចភ្នែកការកណនាតាមក្បួនហោរាសាស្ត្រដាក់សុក្រិតនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការរួមបញ្ចូលយ៉ាងប៉ិនប្រសប់រវាងវិជ្ជាហោរាសាស្ត្រនិងរឿងព្រេងនិទាននៅក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរ3 ឬ 4 ថ្ងៃទៅតាមការគិតរបស់ហោរាសាស្ត្រកណ្គូមានន័យថាចន្លោះពីចូលដាច់ចូលឆ្នាំចាស់មកចូលឆ្នាំថ្មីគឺថ្ងៃឡើងស័កបើគេលោកថាថ្ងៃឡើងស័កបានគឺថ្ងៃពេញលេញចូលឆ្នាំបើជឹងមានន័យថាពេលគិតពីដាច់ចូលឆ្នាំមកកន្លែងហ្នឹងបើសិនណាមានន័យថាវាបញ្ចប់គ្នាគេថាដូចជាមានបន្តមួយហ្នឹងមានន័យថាបន្តនេះចូលឆ្នាំចាស់នេះចូលឆ្នាំថ្មីបើជឹងមានន័យថារវាងពីហ្នឹងមកហ្នឹងមានន័យថា3ថ្ងៃបើជឹងយកកំណត់3ថ្ងៃហើយលោកយកតែមួយថ្ងៃវណ្ណបត្តិតែប៉ុណ្ណឹងវាមានថ្ងៃសង្ក្រាន្តថ្ងៃវណ្ណបត្តិនិងថ្ងៃឡើងស័កប៉ុន្តែបើថ្ងៃណាដែលហោរាក៏កាន់គូក៏ទុកដូចចឹងចន្លោះផ្លូវចឹងដែរនេះចូលឆ្នាំចាស់នេះចូលឆ្នាំថ្មីប៉ុន្តែវាមានចន្លោះ4ថ្ងៃប៉ុន្តែក្នុងវាមានសង្ក្រាន្តឆ្នាំថ្មីហើយលោកអោយឈ្មោះថ្ងៃទី2កដាលហ្នឹងគឺវណ្ណបត្តិទី1និងវណ្ណបត្តិទី2បើតាមក្បួនខ្លះឬអ្នកបកស្រាយខ្លះគេទៅទុកថ្ងៃចន្លោះទី2ថ្ងៃទនេសម្រាប់ត្រៀមគឺស្អុយថ្ងៃចុងបញ្ចប់គឺថ្ងៃឡើងស័កបុណ្យចូលឆ្នាំថ្មីជាឱកាសដើម្បីកសាងខ្លួននិងសង្គមថ្មីព្រមទាំងបំភ្លេចនៅរឿងរ៉ាវអពមង្គលក្នុងឆ្នាំចាស់ចោលព្រមជាមួយនោះអបអរចំពោះធម្មជាតិនិងផលិតផលកសិកម្មក្នុងក្តីសង្ឃឹមថាឆ្នាំក្រោយភោគផលនិងបរិបូរណ៍ជាងនោះទៅទៀតគឺសំដែងនៅកតញ្ញូតាធម៌ចំពោះបុព្វការីជនមានមេត្តាបិតាជីដូនជីតានិងគ្រូបាធ្យាជាដើមឆ្លងតាមនោះបណ្ដោះព្រហ្មវិហារធម៌និងសាមគ្គីធម៌ក្នុងសង្គម